សួស្តីបងប្អូនអរគ្នាបាទដល់អាហារពេលល្ងាចមុំបងប្អូនបានអីហូបបាយពេលល្ងាចដែរថ្ងៃនេះប្រពន្ធគាត់ទិញបុកកតុយហេះបងប្អូនហ្នឹងហើយតំណងជាមួយនឹងលក់ដែលយើងបេះមកពីចកាស្រេចបាទហ្នឹងហើយប្រពន្ធនឹងថាប្តីបេះមកហើយទិញមកស្រេចតែម្ដងមានអីត្រប់យើងខ្ចីប្រទេសយើងហើយនឹងពោតបារាំងហ្នឹងខ្ចីក៏វាត្រូវក្នួយគ្នាជាមួយនឹងបុកកន្ទុយហេះមែនតើបងប្អូនអើយម្ហូបរៀងច្រើនហើយនេះតែគ្រាន់ថារបស់ពិសេសហ្នឹងគឺបុកកន្ទុយហេះហ្នឹងតែម្ដងបងប្អូនគឺរសជាតិផុនគេគឺឆ្ងាញ់ឆ្ងាញ់ណាដិតដាមមកគេហ្មងគឺហឹលហើយរៀងផ្អែមតិចហើយនិយាយទៅមកហ្មងយើងដាក់ជាមួយនឹងលក់ផងយើងទៅត្រូវក្នួយគ្នាតែម្ដងហើយនិយាយពីខ្ញុំវិញបើថារឿងញ៉ាំវិញបើថាចាញ់គេឯងបាត់ចោលអាណាក៏ឆ្ងាញ់ដែរដាក់មួយម៉ាត់ឆ្ងាញ់ពីរម៉ាត់ឆ្ងាញ់ហើយលក់យើងខ្ចីល្អហ្មងទៀតថ្ងៃនេះអត់មានអីច្រើនទេបងប្អូនបាទមានតែប៉ុណ្្នឹងអញ្ជើញឆ្ងាញ់ទាំងអស់គ្នាបងប្អូនអរគុណបាយ